សូមទ្រង់មេត្តាផ្ដល់ភ្លៀងមកនៃស្រែរបស់យើងផងបើសិនជាគ្មានទឹកភ្លៀងទេយើងនឹងស្លាប់ជាមិនខានរឿងក្មេងស្រីស្លាប់សូន្យកាលពីដើមឡើយមានភូមិមួយដែលស្ងួតហួតហែងខ្លាំងណាស់ដីស្រែប្រេះស្រាំហើយអ្នកភូមិអស់សង្ឃឹមលោកតារបស់នារីបានប្រាប់នាងអំពីរបៀបត្បាញសូត្រមន្តអាគមដែលអាចហោះទៅរកមេឃបានណែរីចៅយើងត្រូវតែប្រើសូត្រមន្តអាគមរបស់ដូនតាយើងដើម្បីហោះទៅរកព្រះរាមនិងសុំភ្លៀងគ្រាន់តែឮភ្លាមនារីមិនយំសោកទីទេនាងចាប់ផ្ដើមត្បាញសូត្រដោយប្រើដៃរបស់នាងមិនមែនត្បាញអាវទេគឺត្បាញអំពីស្លាបអ្វីមួយយ៉ាងទីបំផុតសូត្រមន្តអាគមបានคล้ายជាស្លាបមន្តអាគមនារីបានត្រៀមខ្លួនជាស្រេចដើម្បីហោះហើរទៅកំពូលប្រាសាទបុរាណនារីបានបោះហើរខ្លួនទៅលើមេឃដោយប្រើស្លាបសូត្ររបស់នាងបានហោះកាត់ពពកដូចជាព្រៃឈើស្លាបរបស់នាងហើរយ៉ាងរលូននៅពេលដែលហោះយូរទៅក៏បានជួបនឹងអ្នកការពារទ្វារដ៏ធំសម្បើមបានរារាំងនាងប៉ុន្តែនារីមិនខ្លាចទេនាងបាននិយាយជាមួយអ្នកយាមទ្វារទាំងនោះដោយសម្ដីខ្លាំងៗខ្ញុំត្រូវតែជួបព្រះរាមព្រោះអ្នកភូមិរបស់ខ្ញុំកំពុងតែត្រូវការទឹកដោយនារីមានហេតុផលគ្រប់គ្រាន់អ្នកយាមទ្វារក៏បានឲ្យគាត់ចូលទៅនាងបានចូលទៅខាងក្នុងនាងក៏បានជួបព្រះរាមនាងបានសុំទឹកភ្លៀងដោយទឹកចិត្តបរិសុទ្ធពីព្រះរាមសូមទ្រង់មេត្តាផ្ដល់ភ្លៀងមកនៃស្រែរបស់យើងផងបើសិនជាគ្មានទឹកភ្លៀងទេយើងនឹងស្លាប់ជាមិនខានពេលនោះព្រះរាមគិតមិនស្ទុះរួចគាត់ក៏បានយល់ព្រមភ្លៀងបានធ្លាក់ចុះពេញភូមិគ្រប់គ្នាបានអបអរសាទរនិងអរគុណនារីដែលបាននាំទឹកភ្លៀងមកឲ្យពួកគេរឿងនេះក៏សូមចប់តែត្រឹមនេះអរគុណបងប្អូនដែលបានទស្សនារឿងនេះពីដើមដល់ចប់ជួបគ្នានៅវីដេអូក្រោយជា